ចាសួស្តីបងប្អូនទាំងអស់គ្នាមកយ៉ានេះបាត់មុខខ្ញុំរៀងយូរទៅហើយមកយ៉ានេះយើងរវល់ច្រើនអញ្ចឹងទៅអត់សូវបានចេញវីដេអូជូនបងប្អូនទស្សនាទេតែថ្ងៃនេះឆ្លៀតពេកហើយកាត់វីដេអូហ្នឹងយប់ទៅម៉ោង11កន្លះហើយកាត់វីដេអូហ្នឹងឯងដោយសាររវល់ពេកហើយណាមួយមានរឿងណាត្រូវធ្វើឲ្យហើយព្រោះធូរក្បាលមានតែមួយអញ្ចឹងបែងចែកអត់តន់ទៀងទាត់អត់តន់គេថាលៃពេលវេលាអត់តន់ត្រឹមត្រូវទេអញ្ចឹងទៅមកយ៉ាហ្នឹងបាត់នឹងខ្ញុំតិចហើយតែថ្ងៃនេះដោយសារសាលាគេអត់រៀនអញ្ចឹងទៅក៏នាំក្មេងៗដើរលេងអញ្ចឹងទៅហីក្មេងៗមានតែម្នាក់អត់ទេដោយសាររវល់ច្រើនអញ្ចឹងទៅសម្រាប់គាត់អត់មានពេលច្រើនទៅដល់សាលារៀនបានយើងនាំដើរបានប៉ុន្តែជាក់ស្ដែងមួយរយៈនេះថ្ងៃអាទិត្យអីខ្ញុំត្រូវទៅរៀនបន្ថែមទៀតយើងរៀនវគ្គខ្លីៗបន្ថែមដើម្បីពង្រឹងសមត្ថភាពអញ្ចឹងណាហើយទៅអត់មានពេលច្រើនទេអញ្ចឹងអាណិតគាត់ដែរពេលខ្លះអីគាត់ធុញថប់ដែរពេលដែលគាត់អត់រៀនគាត់នៅផ្ទះរហូតអញ្ចឹងគាត់ធុញអញ្ចឹងនាំគាត់ដើរលេងទៅប៉ុន្តែវីដេអូនេះបើសិននៅក្មេងៗឬក៏អូនណាដែលគាត់ឃើញគាត់ចង់ទៅលេងអីយើងពិបាកតិចហើយដោយសារពេលដែលគាត់ឃើញអញ្ចឹងគឺគាត់សុំម៉ាក់ប៉ាគាត់ទៅប៉ុន្តែជាក់ស្ដែងនៅលើខាងក្រសួងគាត់ប្រកាសមកថាមានជំងឺយើងចាប់ផ្ដើមកើតឡើងម្ដងទៀតអញ្ចឹងរាល់ការធ្វើដំណើរយើងត្រូវប្រយ័ត្នប្រយែងដែរហើយជាក់ស្ដែងសម្រាប់បងអូនដំបូងណាថាទៅលេង playground ប៉ុន្តែដល់ពេលមនុស្សច្រើនពេកយើងក៏ដើរមកកន្លែងនេះវិញមកកន្លែងលេងហ្នឹងណាហើយបន្ទាប់ពីលេងហើយយើងមក order ញ៉ាំតិចតួចមើលទឹកមុខគេបន្ទាប់ពីលេងហើយសប្បាយចិត្តប៉ុន្មានហើយសំខាន់គាត់ order អ្វីដែលគាត់ញ៉ាំគឺគាត់ចង់ញ៉ាំតែម្ដងមើលមុខម៉ែអស់លុយទៀតហើយអស់លុយហើយឥឡូវគាត់បានញ៉ាំដុំបំពងហើយឥឡូវភីសាក៏បានមកដល់ដែរព្រោះអីរងចាំយូរដែរហ្នឹងអញ្ចឹងទៅមកបានញ៉ាំរៀងហេវដែរតែកូនខ្ញុំគាត់ទៅតែចេះញ៉ាំភីសាមួយរយៈក្រោយនេះទេពីមុនមកគាត់អត់ចេះញ៉ាំទេបងអូនពិតជាឆ្ងល់ថាមិនបានអត់ចេះញ៉ាំកូនមួយថ្ងៃអស់ចាំហ៎ត្រូវអត់ខ្ញុំមិនដឹងមិនដែរគឺភីសាជាទូទៅក្មេងៗគេចូលចិត្តប៉ុន្តែគាត់អត់ចំណូលទេតែមួយរយៈក្រោយនេះគាត់ចេះញ៉ាំគ្រប់មុខអីច្រើនពីមុនមកគាត់អត់ចេះញ៉ាំទេហើយសម្រាប់ម៉ែសុំថែមមួយ slide ទៀតហើយព្រោះអីហេវដែរអញ្ចឹងបាន2 slide ដែរបន្ទាប់ពីញ៉ាំហើយកុំភ្លេចវិចទៅផ្ទះផង